បងប្អូនថ្ងៃហ្នឹងគឺខ្ញុំមានស្លាកមួនមួយខាងផ្លូវមួនមួយហើយនឹងឆ្អឹងខ្នងមួនណាហើយនឹងកោះមួនមួយខ្ញុំធ្វើការស្រាជ្រក់ចាហើយសម្រាប់គ្រឿងស្រាជ្រក់មានច្រើនទេបងប្អូនមានស្លឹកគ្រៃស្លឹកក្រូចសើចជីណាជីនឹងវងម្ទេសខ្ទឹមក្រូចឆ្មាគឺមានតែប៉ុណ្ណឹងបងប្អូនអញ្ចឹងខ្ញុំធ្វើការរៀបចំស្រាជ្រក់ណាងាយបងប្អូនស្ងោររបៀបខ្មែរយើងតាមស្រុកផ្សារស្លឹកខ្ញុំមានគល់ចង់ខ្ញុំបេះជាមួយស្លឹកក្រូចសើចខ្ញុំដាក់ស្លឹកក្រូចសើចដែរដើម្បីកាត់ជាតិឆ្អាបឲ្យឈ្ងុយអត់យកច្រើនទេយកមកល្មមយើងស្លបេះមួយជ្រុះពីរអូខេអានេះទុំជ្រុះបងប្អូននេះចាបងប្អូនខ្ញុំធ្វើការដាំទឹកស្ងោរជ្រក់បងប្អូនហើយសម្រាប់ទឹកស្ងោរជ្រក់ខ្ញុំបងប្អូនចាបងជាមួយមើមខ្ទឹមជាមួយស្លឹកគ្រៃបងប្អូនហើយស្លឹកក្រូចសើចយើងហាយយកតែខាងទេសម្រាប់តំណងវាគឺយើងដកចេញចាយើងហាយបងចឹងមកខាប់ហើយចិញ្ចៀតផ្អែមណាយើងមិនបាច់ដាក់ក៏បានដែរហ្នឹងសម្រាប់ចំណងចំណូលចិត្តបងប្អូនទេដាក់បងសាច់មាន់បងប្អូនចាសាច់ជ្រក់ខ្ញុំពុះហើយអញ្ចឹងខ្ញុំធ្វើការបងជាមួយម្សៅស៊ុបរ៉ូឌីបងប្អូនពីចេងមកចង់ស្រាប់វាបាយចាបងប្អូនសម្រាប់គ្រឿងសាជ្រក់គឺអត់មានអីទេបងប្អូនមានជីណាជីនឹងវងក្រូចឆ្មាដើមយើងហ្នឹងហើយនឹងទឹកម្ទេសជ្រលក់ចាបងប្អូនឥឡូវស្ងោរជ្រក់នឹងឆ្អិនហើយបងប្អូនចាខ្ញុំធ្វើការដាក់ចុះនេះគឺឆ្អិនហើយជ្រក់ហើយស្ងោរជ្រក់សាច់មាន់ស្រាអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមយកតាមវីដេអូតាំងពីដើមរហូតដល់ចប់បាទពីចុងក្រោយសូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយចូលទៅ follow នៅក្នុង Facebook profile ហើយចង់ធ្វើពិសេសរបស់ខ្ញុំផងអរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយ